កាន់តែឡើងកម្ដៅក៏ដូចជាពង្រីកនៃស្ថានភាពសង្គ្រាមអង្គការ NATO បានស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ដែលបានហោះឆ្ពោះទៅកាន់ប្រទេសទូគីក្នុងឧបទ្ទវហេតុបែបនេះជាលើកដំបូងស្វាគមន៍ប្រិយមិត្តបងប្អូនយើងមកតាមដានជាមុនព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃជាពិសេសនោះគឺស្ថានភាពដែលកំពុងតែក្តៅគគុកនៅតំបន់មជ្ឈមបូព៌ាសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ដែលកំពុងតែបន្តសម្រាប់រយៈពេលជិតមួយសប្តាហ៍កន្លងទៅនេះដែលស្ថានភាពបានកំពុងតានតឹងកាន់តែខ្លាំងឡើងដែលមិនមានសញ្ញានៃការធំធុញនៅឡើយបើយោងទៅតាមរបាយការណ៍កាលពីម្សិលមិញគឺនៅថ្ងៃទី4ខែមីនាឆ្នាំ2026ក្រសួងការពារជាតិទូគីបាននិយាយថាប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលរបស់អង្គការ NATO បានស្ទាក់ចាប់មីស៊ីលបាល់លីស្ទិកមួយគ្រាប់ដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ដែនអាកាសទូគីនៅថ្ងៃទី4ខែមីនាដែលនេះជាឧបទ្ទវហេតុបែបនេះជាលើកដំបូងចាប់តាំងពីការកើនឡើងនៃចំនួននៅតំបន់មជ្ឈមបូព៌ាយោងទៅតាមក្រសួងបានឲ្យដឹងថាមិនមានអ្នកស្លាប់និងរបួសដែលត្រូវបានរាយការណ៍នោះទេបើទោះបីជាគំទីនៃមីស៊ីលបាល់លីស្ទិកនេះបានធ្លាក់នៅក្នុងស្រុកដូយ៉ូលក្នុងខេត្តហាតៃនៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ាណេភាគខាងកើតនៃប្រទេសទូគីក៏ដោយមីស៊ីលនេះបានឆ្លងកាត់ដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់និងស៊ីរីមុនពេលដែលត្រូវបានបាញ់ទម្លាក់ការស្ទាក់ចាប់នេះបានបង្ហាញអំពីហានិភ័យនៃការហៀចូលទៅក្នុងទឹកដីនៃអង្គការ NATO ខណៈដែលទីក្រុងតេហេរ៉ង់បានបង្កើននៃការវាយប្រហារសងសឹកទៅនឹងសហរដ្ឋអាមេរិកវានៅតែមិនទាន់ច្បាស់ថាតើប្រទេសទូគីជាគោលដៅនៃការវាយប្រហារដែលបានគ្រោងទុករបស់អ៊ីរ៉ង់ឬអត់នោះទេក្រសួងការពារជាតិទូគីបាននិយាយថាជំនាញនីមួយៗដើម្បីការពារទឹកដីនិងដែនអាកាសរបស់យើងនឹងត្រូវធ្វើឡើងដោយមិនស្ទាក់ស្ទើរនៅឡើយយើងរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងអាកប្បកិរិយាឯកភាពណាមួយចំពោះប្រទេសរបស់យើងចូលទៅតាមអ្នកនាំពាក្យរបស់អង្គការ NATO នោះគឺអ្នកស្រី Alison Hurt បានប្រាប់មកកាន់កាសែតថាអង្គការ NATO បានថ្កោលទោសសម្រាប់ការវាយប្រហារនេះហើយបានបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តរបស់ខ្លួនចំពោះការការពាររួមអ្នកស្រី Alison Hurt បានមានប្រសាសន៍ថាអង្គការ NATO ឈរយ៉ាងរឹងមាំជាមួយនឹងសម្ព័ន្ធមិត្តទាំងអស់រួមទាំងប្រទេសទូគីផងដែរខណៈដែលអ៊ីរ៉ង់បានបន្តការវាយប្រហារដោយមិនរើសអើងរបស់ខ្លួននៅទូទាំងតំបន់អរិយាប័ត្ររារាំងនឹងការការពារជាតិរបស់យើងនៅតែរឹងមាំនៅគ្រប់វិស័យទាំងអស់រួមទាំងការការពារផ្លូវអាកាសនិងមីស៊ីលផងដែរជានាំឲ្យការកើនឡើងនៃភាពតានតឹងបានចាប់ផ្ដើមនៅពេលដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈកន្លងទៅដែលបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធានិងភាពជាអ្នកដឹកនាំរបស់ប្រទេសនេះទីក្រុងតេហេរ៉ង់បានកំណត់គោលដៅទៅលើប្រទេសអ៊ីស្រាអែលនិងរដ្ឋនៅឈូងសមុទ្រជាច្រើនជាការឆ្លើយតបទៅនឹងការវាយប្រហារនេះដែលបង្កើននូវការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអំពីអស្ថិរភាពក្នុងតំបន់ដែលកាន់តែទូលំទូលាយប្រទេសអារ៉ាប់រួមត្រូវបានគេរាយការណ៍ថាបានស្ទាក់ចាប់គ្រាប់ផ្លោងរបស់អ៊ីរ៉ង់ប្រមាណ800គ្រាប់ខណៈដែលចង្ហោយណាស់ចំនួនប្រទេសប្រមាណ9ផ្សេងទៀតបាននិយាយថាគ្រាប់ផ្លោងទាំងនោះត្រូវបានគេកំណត់គោលដៅចាប់តាំងពីការចាប់ផ្ដើមនៃអរិភាពមកជាណាមិញប្រិយមិត្តបងប្អូនទាំងគ្នាយើងងាកចេញអំពីស្ថានភាពនៃសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាក៏ដូចជាអ្វីដែលការកើនឡើងនៅក្នុងភាពតានតឹងនៅក្នុងសង្គ្រាមរវាងអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលនេះយើងងាកមកចាប់អារម្មណ៍ជាមួយនឹងស្ថានភាពដែលកំពុងតែក្តៅគគុកនិងកំពុងតែបន្តអូសបន្លាយឈានចូលដល់ឆ្នាំទី5នោះគឺសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនខណៈពេលដែលព័ត៌មានធំក៏ដូចជាស្ថានភាពជុំវិញពិភពលោកបានកំពុងមានការយកចិត្តទុកដាក់ជាខ្លាំងជាមួយនឹងស្ថានភាពសង្គ្រាមនៅមជ្ឈមបូព៌ាយើងងាកមកចាប់អារម្មណ៍ជាមួយនឹងស្ថានភាពសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះគឺកំពុងតែក្តៅគគុកដោយរុស្ស៊ីនៅតែបន្តបង្កើននៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើទីតាំងរថភ្លើងដឹកអ្នកដំណើរនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ុយក្រែនជាបន្តក៏ដូចជាកម្ដៅដែលមិនមានការធំធោចសម្រាប់អ្វីដែលជាសង្គ្រាមបានបន្តអូសម្លាយក្នុងរយៈពេលជាច្រើនឆ្នាំដែលវាគឺជាសង្គ្រាមមានរយៈពេលវែងបំផុតរបស់អឺរ៉ុបនៅក្នុងពេលបច្ចុប្បន្ននេះយោងទៅតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីលោក Lucy Kubela បានលើកឡើងកាលពីថ្ងៃទី4ខែមីនាឆ្នាំ2026ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានកំណត់គោលដៅមកលើទីតាំងរថភ្លើងដឹកអ្នកដំណើរ2គ្រឿងក្នុងរយៈពេល1ថ្ងៃកន្លងទៅដែលបានធ្វើឲ្យកម្មករផ្លូវដែករងរបួសការវាយប្រហារនេះបានកើតឡើងចំពេលដែលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ុយក្រែនចាប់តាំងពីខែកក្កដាឆ្នាំ2025ក្រុមហ៊ុនផ្លូវដែករបស់អ៊ុយក្រែនបាននិយាយថាចាប់តាំងពីដើមខែមីនាមករុស្ស៊ីបានបើកការវាយប្រហារចំនួន18លើកមកលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលជាមធ្យម6លើកក្នុងមួយថ្ងៃសេចក្តីថ្លែងការណ៍នោះបាននិយាយថាបើទោះបីជារឿងទាំងអស់នេះបានកើតឡើងក៏ដោយក៏ក្រុមហ៊ុននៅតែបន្តតាមដានទៅលើដែនអាកាសនៅតាមបណ្ដោយផ្លូវ
នៅតាមបណ្ដោយផ្លូវរថភ្លើងដោយសហការជាមួយនឹងយោធាប្រសិនបើការគម្រាមកំហែងត្រូវបានរកឃើញកម្មករផ្លូវដីត្រូវបានផ្លាស់ប្ដូរផ្លូវរថភ្លើងជំនះអ្នកដំណើរចេញពីទូរថភ្លើងយ៉ាងឆាប់រហ័សនិងចាត់វិធានការសុវត្ថិភាពផ្សេងទៀតលោកគូបេឡាបានរាយការណ៍ថានៅក្នុងតំបន់មីកូឡៃអូប្លេវយន្តហោះគ្មានមនោបករបស់រុស្ស៊ីបានវាយប្រហារមកលើរថភ្លើងទទេមួយគ្រឿងដែលបានមកដល់សម្រាប់ការថែទាំឲ្យកម្មករផ្លូវដីអ៊ុយក្រែនម្នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះអភិបាលតំបន់លោកវិញតលីគីមបាននិយាយនៅថានៅម៉ោង 9:17 នាទីព្រឹកមកនៅក្នុងស្រុកអគិភ័យបានឆាប់ឆេះបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនោបកប្រភេទសាហ៊ីតបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបានរាយការណ៍ថាអ្នកបច្ចេកទេសបាញ់កាំជ្រួចនិងអ្នកគីមីវិទ្យាកំពុងធ្វើការជាមួយក្រុមជួយសង្គ្រោះនៅនឹងកន្លែងកើតហេតុលោកគូបេឡាបាននិយាយផងដែរថានៅយប់ថ្ងៃទី3ខែមីនាយន្តហោះគ្មានមនោបករបស់រុស្ស៊ីក៏បានកំណត់គោលដៅមកលើទីតាំងរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅលើផ្លូវឌីនីប្រូទៅកាន់កូវែលផងដែរលោកគូបេឡាបានមានប្រសាសន៍ថាកម្មករផ្លូវដីបានអនុវត្តនូវវិធីសាស្ត្រសុវត្ថិភាពយ៉ាងឆាប់រហ័សពួកគេបានបញ្ឈប់រថភ្លើងនិងជំនះអ្នកដំណើរជាវិធានការបង្ការហើយជាលទ្ធផលនៃយន្តហោះគ្មានមនោបករបស់ស្ត្រីបានវាយប្រហារចម្ងាយ3ម៉ែត្រពីក្បាលរថភ្លើងផងដែរលោកបានបន្ថែមថាគ្មាននរណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះនោះទេហើយរថភ្លើងបានបន្តរត់នៅពេលដែលការគម្រាមកំហែងបានកន្លងផុតទៅទន្ទឹមនឹងនេះកាលពីថ្ងៃទី2ខែមីនាការវាយប្រហារដោយយន្តហោះគ្មានមនោបកមួយផ្សេងទៀតបានកំណត់ទៅលើក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយនៅក្នុងតំបន់ឌីនីប្រូផេស្ត្រុកដែលបានសម្លាប់មនុស្សម្នាក់និងរងរបួសរហូតដល់ទៅ10នាក់ផ្លូវដែករបស់អ៊ុយក្រែនបានអនុវត្តវិធានការសន្តិសុខបន្ថែមទៀតនៅថ្ងៃទី28ខែមករាកន្លងមកបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីមកលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងតំបន់ខាគីវដែលបានសម្លាប់មនុស្សរហូតដល់ទៅ5នាក់និងរបួស2នាក់ផ្សេងទៀត